ថតមកបកគោព្រំដែននេះ104ស្ថិតនៅឃុំរូងស្រុកមវត្តខេត្តត្បូងឃ្មុំជំរាបសួរក៏ដូចជាសួស្តីពុកម៉ែបងប្អូនទាំងគ្នាមីនេះយើងមកវាយអារម្មណ៍ចេញពីចការតរេនបន្តិចព្រោះឥឡូវតរេនទៅក្តាប់ចាំពេលមានផ្លែចាំខ្ញុំធ្វើវីដេអូពីតរេនវិញមុនដំបូងថាខ្ញុំធ្វើឲ្យបានច្រើនចការអីចឹងណាតែឥឡូវសូមឲ្យបងប្អូនយើងមកវាយអារម្មណ៍ទៅមើលការអភិវឌ្ឍតាមបណ្ដោយផ្លូវគឺក្បាត់ព្រំដែនណាខ្សែក្បាត់ព្រំដែនកម្ពុជាវៀតណាមណាអញ្ចឹងឥឡូវយើងទៅមើលទាំងអស់គ្នាតោះបាទពុកម៉ែបងប្អូនទាំងអស់គ្នាដូចតែបាននិយាយចឹងថាឥឡូវយើងមកប្រវាយអារម្មណ៍មើលគឺការអភិវឌ្ឍការអីវិញម្ដងទុកដំណាំត្រេនហ្នឹងទុកម្ដុំសិនណាកុំឲ្យអីតិចត្រេនអីតិចត្រេនឲ្យរៀងស្ងាត់បន្តិចទៅចាំមើលរៀងមានចាស់មានទុំមានកាត់បានធ្វើវីដេអូពីត្រេនម្ដងទៀតមែនទេបងប្អូនមកខ្ញុំមកនិយាយថាប្រវាយអារម្មណ៍បងប្អូនឲ្យទៅមើលការអភិវឌ្ឍនៅខ្សែបន្ទាត់ព្រំដែនប៉ុន្តែនិយាយតែពីរឿងត្រេនមិនដាច់ពីមាត់ឥឡូវតោះកុំឲ្យនិយាយរឿងត្រេនទៀតយើងមកមើលតាមដងផ្លូវដែលខ្ញុំធ្វើដំណើរទៅបងប្អូនខ្ញុំបានធ្វើដំណើរឆ្លងកាត់ទីរួមស្រុកមេមត់មកខ្ញុំមកដល់កន្លែងនេះគឺភាគច្រើនអ្នកមេមត់ហៅថាផ្លូវវត្តតាសូត្របងប្អូនហើយផ្លូវចាក់កៅស៊ូនេះបានតភ្ជាប់ពីផ្លូវជាតិលេខ7ទៅដល់ព្រំដែនវៀតណាមតែម្ដងបងប្អូនផ្លូវមួយខ្សែនេះជាចរន្តសេដ្ឋកិច្ចពិសេសតែម្ដងសម្រាប់ដឹកកសិផលនាំចេញនាំចូលទៅវៀតណាមបងប្អូនដូច្នេះហើយការដឹកជញ្ជូននេះគឺប្រើរថយន្តធំណាបងប្អូននៅលើដងផ្លូវមួយនេះហើយខ្ញុំក៏សូមសនំពរទៅដល់តែកងឡានដែលបើកបរជាមួយនឹងរថយន្តធំដឹកទំនិញទាំងទៅទាំងមកចូលរួមគោរពច្បាប់ចរាចរណ៍ហើយនឹងអនុគ្រោះឲ្យឡានធុនតូចផងជាពិសេសម៉ូតូអីបងប្អូនហើយសម្រាប់អ្នកបើកបរម៉ូតូឬរថយន្តធុនតូចស្រាលបើអាចជិះបានជិះទៅកុំចង់ឈ្នះអីព្រោះគេធំណាដោយបងប្អូនបានឃើញនៅក្នុងវីដេអូនេះអញ្ចឹងដឹករាប់តោនរាប់រយតោនណាបងប្អូនក្នុងមករថយន្តធំមួយហើយឃើញខ្ញុំថតដងផ្លូវថតឡានធំហ្នឹងខ្ញុំមិនមែនយកទៅធ្វើអីណាជាសារព័ត៌មានទេគឺគ្រាន់តែធ្វើវីដេអូជូនបងប្អូនឲ្យបងប្អូនបានឃើញថានៅតំបន់មេមត់គឺមានផ្លូវសេដ្ឋកិច្ចដឹកទំនិញចេញចូលឆ្លងប្រទេសអញ្ចឹងជាពិសេសនាំចេញទៅវៀតណាមឬក៏នាំចូលមកពីវៀតណាមកម្ពុជាវិញអញ្ចឹងបងប្អូនហើយច្រកដែលបងប្អូនបានឃើញនៅក្នុងវីដេអូនេះគឺច្រកដូនរ៉ាត់ខាងកម្ពុជាខាងវៀតណាមខ្ញុំអត់ដឹងគេហៅថាច្រកអីទេខាងវៀតណាមនោះឥឡូវនេះខ្ញុំបានធ្វើដំណើរមកដល់លើផ្លូវក្រវ៉ាត់ព្រំដែនហើយបាត់ស្ដាំទៅគឺផ្លូវក្រវ៉ាត់ព្រំដែននេះហើយបងប្អូននៅដីក្រហមក្រាគ្រូមានឡានពីមុខនេះហុយចុកតែម្ដងការធ្វើដំណើរលើផ្លូវក្រវ៉ាត់ព្រំដែននេះគឺมันមានជាអីជាបញ្ហាទេព្រោះយើងមកលេងធម្មតាយើងជិះទៅមកធម្មតារបស់យើងថតយើងអីនៅលើទឹកដីរបស់យើងទេយើងអត់មានពាក់ព័ន្ធប៉ះពាល់ទៅខាងគេទេណាបងប្អូនដូច្នេះហើយបើបងប្អូនបានឃើញវីដេអូនេះហើយបងប្អូនចង់មកលេងជិះកាត់អីទស្សនកិច្ចឬមួយទស្សនាខ្សែក្រវ៉ាត់ព្រំដែនកម្ពុជាវៀតណាមបងប្អូនអាចមកបានតាមមកសេរីកុំឲ្យតែប៉ះពាល់ដែនអធិបតេយ្យភាពរបស់គេទៅយើងនៅលើដីយើងទៅគឺវាជារឿងល្អមួយហើយមានតែខុសអីនៅពេលដែលខ្ញុំធ្វើដំណើរចេះតែបន្តិចត្រង់តិចដងទៅក៏បានទៅឃើញមានផ្ទះនេះបងប្អូននៅផ្ទះម៉ូតតែមួយហើយ
គឺនៅជាប់នឹងផ្លូវក្រវ៉ាត់ព្រំដែនតែម្ដងដីនឹងផ្ទះដែលមានទំហំប៉ុនៗគ្នាហើយម៉ូតតែមួយនេះបងប្អូនគេហៅថាដីសម្បត្តិសង្គមគិច្ចជូនចំពោះអតីតយុវជនគឺរាជរដ្ឋាភិបាលកម្ពុជាបានសាងសង់ឡើងជូនឲ្យដល់អតីតយុវជនដែលគាត់ធ្លាប់ជាមន្ត្រីរាជការប៉ូលីសឬទាហានណាបងប្អូនអតីតយុវជនអាចជាទាហានឬក៏ជាប៉ូលីសហ្នឹងណាបងប្អូនយើងហៅស្រួលស្ដាប់ហ្នឹងគឺមន្ត្រីយោធាមន្ត្រីនគរបាលជាតិដែលចូលនិវត្តន៍ណាបងប្អូនអ៊ំពូមីងដែលគាត់ដល់អាយុចូលនិវត្តន៍គាត់មានប្រាក់បៀវត្សរបស់គាត់ចូលនិវត្តន៍មិនត្រឹមតែមានប្រាក់បៀវត្សទេឥឡូវនេះគាត់ទទួលបានផ្ទះនិងដីសម្បត្តិសង្គមគិច្ចរបស់រាជរដ្ឋាភិបាលធ្វើឡើងជូនគាត់ពូមីងដែលគាត់មិនទាន់ចូលនិវត្តន៍គាត់មានស្នាដៃគាត់មានគុណបំណាច់ក្នុងការបម្រើជាតិការពារជាតិមាតុភូមិកម្ពុជាយើងឥឡូវគាត់បានទទួលនៅអត្ថប្រយោជន៍ត្រឡប់មកវិញពីរាជរដ្ឋាភិបាលដោយទទួលបានដីផ្ទះដីចម្ការនិងអ្វីផ្សេងទៀតជាច្រើនដែលខ្ញុំមិនបានដឹងអស់ណាបងប្អូនបាទហើយវីដេអូនេះខ្ញុំធ្វើឡើងគឺចង់ឲ្យបងប្អូនបានឃើញការអភិវឌ្ឍប្រទេសជាតិរបស់យើងចេះតែបន្តទៅមុខជារៀងដរាបក្រោមការដឹកនាំរាជរដ្ឋាភិបាលរបស់យើងហើយបើសិនជាវីដេអូខ្ញុំធ្វើទៅវាមានការខុសខាតលើសលួសត្រង់ណាមិនសមរម្យសូមមេត្តាយោគយល់អធ្យាស្រ័យនិងជួយណែនាំបន្ថែមផងព្រោះខ្ញុំមិនចង់ឃើញខ្មែរយើងឆ្លោះគ្នាលើបណ្ដាញសង្គមទេកុំឲ្យបរទេសគេមើលងាយខ្មែរយើងដូច្នេះក្នុងនាមជាខ្មែរដូចគ្នាត្រូវតែជួយណែនាំគ្នាពូតដៃគ្នាចាប់ដៃគ្នាដើម្បីឲ្យបរទេសគេមើលមកថាខ្មែរយើងពិតជាអស្ចារ្យណាស់ព្រោះថានៅលើโลกយើងនេះគ្មានអ្នកណាមួយល្អគ្រប់10ទេតែងតែមានខុសនិងត្រូវហើយក្នុងនាមយើងជាខ្មែរយើងពូតដៃចាប់ដៃគ្នាអភិវឌ្ឍសង្គមជាតិយើងឲ្យរីកចម្រើនទៅមុខជានិច្ចតែសង្គមជាតិប្រទេសជាតិយើងរីកចម្រើនខ្លាំងក្លាទៅគ្មានបរទេសណាហ៊ានមើលងាយយើងទេគ្មានបរទេសណាឈ្លានពានទឹកដីយើងបានដែរចាស់ហើយបងប្អូនយើងចូលរួមអបអរសាទរសន្តិភាពទាំងអស់គ្នាបាទបងប្អូនបន្ទាប់ពីខ្ញុំថតនៅផ្ទះអតីតយុវជននៃព្រំដែនមកឥឡូវខ្ញុំមកថតមកបកគោព្រំដែនលេខ104ស្ថិតនៅឃុំរូងស្រុកមរតខេត្តត្បូងឃ្មុំអត់មានអីបងប្អូនថតបង្ហាញជូនបងប្អូនប៉ុណ្ណឹងណាជួបគ្នាវីដេអូក្រោយទៀតអរគុណជំរាបលាកុំភ្លេច follow កុំភ្លេច like ផ្សេងឲ្យហង